សួស្តីបងប្អូននៅក្នុងវីដេអូនេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលក្រោមចំណងជើងថាគិតធ្វើនិងបណ្ដាក់ទុនដូចជាលោក Warren Buffett មហាសេដ្ឋីលំដាប់កំពូលពិភពលោកតើសៀវភៅនេះមានគោលគំនិតនិងមេរៀនល្អៗអ្វីខ្លះជួបគ្នានៅពេលបន្តិចទៀតនេះបាទប្រិមិត្តចូលមើលវីដេអូនេះថ្មីសូមស្វាគមន៍អាចចុច Subscribe Channel ឬយកសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូមុនគេគាំទ្រចូលចិត្តចុច Follow Like Share មានចម្ងល់មានមតិយោបល់ចូលរួមអាច comment នៅក្នុងវីដេអូនេះបានផងដែរសៀវភៅគិតធ្វើនិងបណ្ដាក់ទុនដូចជាលោក Warren Buffett កំពូលមហាសេដ្ឋីពិភពលោកសៀវភៅនេះត្រូវបានបកប្រែចេញពីសៀវភៅភាសាអង់គ្លេសដើម Think, Act and Invest Like Warren Buffett បង្ហាញអំពីយុទ្ធសាស្ត្រឈ្នះដែលជួយអ្នកឲ្យសម្រេចបានគោលដៅហិរញ្ញវត្ថុនិងគោលដៅជីវិតរបស់អ្នកសៀវភៅនេះនិពន្ធដោយលោក Larry E. Swedroe បានប្រមូលផ្ដុំមកសរុបវិធីសាស្ត្ររបស់លោក Warren Buffett យ៉ាងក្បោះក្បាយព្រមទាំងចងក្រងជាគោលគំនិតថ្មីដែលឈរនៅលើមូលដ្ឋានផ្នែកហិរញ្ញវត្ថុដ៏រឹងមាំរបស់លោក Buffett ដែលអាចធានាបាននូវភាពជោគជ័យដ៏អស្ចារ្យសៀវភៅនេះមានកម្រាស់120ទំព័រចែកជា9មេរៀននិងមានច្បាប់វិនិយោគទាំង30ចំណុចសំខាន់ៗទៀតផងខ្ញុំបានសូមដកស្រង់នៃច្បាប់វិនិយោគខ្លះៗជូនបងប្អូនទាំងអស់គ្នាទី1ចូលគុំបន្ថែមហានិភ័យឲ្យខ្ពស់លើសមត្ថភាពដែលអ្នកអាចទទួលយកបានផែនការជាច្រើនបរាជ័យព្រោះអ្នកវិនិយោគភាគច្រើនបន្ថែមកម្រិតហានិភ័យលើសពីសមត្ថភាពដែលខ្លួនអាចទទួលយកបានដោយហានិភ័យតែបង្ហាញខ្លួនដោយមិនប្រាប់មុនដែលនឹងនាំអ្នកឲ្យលុបចោលគម្រោងវិនិយោគដូច្នេះពេលអ្នកកំពុងបង្កើតផែនការវិនិយោគចូលពិចារណាពីកម្រិតសមត្ថភាពស្ថិរភាពនៃចំណូលសមត្ថភាពទទួលយកការខាតទុននិងការសម្រេចគោលដៅរបស់អ្នកចំណុចទី2ចូលគុំវិនិយោគលើភាគហ៊ុនបើអ្នកមិនទាន់យល់ពីធម្មជាតិនៃហានិភ័យដែលនឹងកើតឡើងហើយបើអ្នកមិនអាចអធិប្បាយចំពោះហានិភ័យផ្សេងៗដែលកើតឡើងឲ្យមិត្តភ័ក្តិរបស់អ្នកស្ដាប់បានអ្នកក៏មិនគួរវិនិយោគសំណាងល្អផ្សេងៗនឹងរលាយបាត់ទៅព្រោះមនុស្សមិនយល់ពីប្រភេទនៃហានិភ័យដែលពួកគេកំពុងតែប្រឈមមុខចំណុចទី3ការវិនិយោគកាន់តែស្មុគស្មាញអ្នកក៏កាន់តែត្រូវរត់គេចឲ្យលឿនបំផុតផលិតផលដែលស្មុគស្មាញភាគច្រើនបង្កើតឡើងដើម្បីលក់មិនមែនដើម្បីទិញទេអ្នកអាចជឿជាក់បានថាភាពស្មុគស្មាញនោះបង្កើតឡើងដើម្បីផលប្រយោជន៍របស់អ្នកចេញបានបំណុលឬភាគហ៊ុនមិនមែនដើម្បីផលប្រយោជន៍របស់វិនិយោគិនទេព្រោះពួកគេមិនបានស្រឡាញ់អ្នកទេតែពួកគេស្រឡាញ់លុយរបស់អ្នកចំណុចទី4ហានិភ័យនិងផលចំណេញមិនចាំបាច់ត្រូវពាក់ព័ន្ធនឹងគ្នាទេតែហានិភ័យនិងការរំពឹងលើផលប្រយោជន៍វាជារឿងដែលពាក់ព័ន្ធគ្នាដោយសារពេលវេលាវីដេអូនេះខ្លីមានកំណត់ខ្ញុំសូមសង្ខេបតែប៉ុណ្ណេះចុះបើសិនជាមានកំហុសឆ្គងអចេតនាណាមួយសូមអធិស្ឋានផងបើប្រិយមិត្តចូលចិត្តអានចង់ស្វែងយល់លម្អិតសៀវភៅនេះអាចទំនាក់ទំនងទិញមកលេខ Telegram របស់ Admin បាន08654297សូមអរគុណច្រើនជួបគ្នានៅវីដេអូថ្មីលើកក្រោយទៀតជម្រាបលានាំមកជូនដោយក្លឹបប្រឹក្សាភាគហ៊ុន